មហោស្រពភាពយន្តខ្លីចតុមុខចំនួនទី13ប្រកាសបិទដោយជោគជ័យនិងរកឃើញម្ចាស់ជ័យលាភីមហោស្រពភាពយន្តខ្លីចតុមុខចំនួនទី13ប្រចាំឆ្នាំ2024នេះបានប្រកាសបិទការចាក់បញ្ចាំងភាពយន្តខ្លីរបស់ខ្លួននិងបានរកឃើញម្ចាស់ជ័យលាភីពានរង្វាន់ដល់ទៅ4សំខាន់ៗក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងព័ត៌មានតាមការសង្ខេបខ្លីរបស់លោកស្រីរស់សុគន្ធានាយកគ្រប់គ្រងរោងភាពយន្ត Legend បានជម្រាបជូនមហាជនថាសម្រាប់ឆ្នាំ2024នេះមហោស្រពភាពយន្តខ្លីចតុមុខឬហៅកាត់ CSFF ទទួលបានទស្សនិកជនជាអ្នកគាំទ្រនិងចាប់អារម្មណ៍ពីភាពយន្តខ្លីមកចូលរួមចំនួន 1000 នាក់ដែលមកពីស្ថាប័នរដ្ឋនិងឯកជននៅក្នុងនោះជាមោទនភាពបំផុតដែលមហោស្រពភាពយន្តខ្លីទទួលបានសមិទ្ធករជាស្ត្រីចំនួន4រូបដែលមានជនជាតិខ្មែរ2រូបនិងបរទេស2រូបលោកស្រីរស់សុគន្ធាក៏បានឆ្លៀតបង្ហាញពីការតាំងចិត្តជំរុញការបង្កើតភាពយន្តខ្មែរដោយផលិតករជាស្ត្រីឲ្យបានកាន់តែច្រើនឡើងថែមទៀតក្រោមពាក្យលើកទឹកចិត្តថាភាពយន្តកាន់តែមានមនោសញ្ចេតនាជ្រាលជ្រៅប៉ះដល់បេះដូងទស្សនិកជននៅពេលដែលមានសមិទ្ធករជានារីភាគច្រើនយ៉ាងណាមិញនៅរាត្រីដ៏សំខាន់នេះដែរមហោស្រពភាពយន្តខ្លីចតុមុខក៏បានរកឃើញម្ចាស់ជ័យលាភីពានរង្វាន់សំខាន់ដែលពានរង្វាន់ជ័យលាភីលេខ1បានទៅលើលោកចិនពិសេនឈ្នះបានពានរង្វាន់2គឺ Best Cambodian Short Film និង Audience Choice Award តាមរយៈភាពយន្តខ្លី Black Light ឬពន្លឺងងឹតក្រៅពីនោះសមិទ្ធករ Boran Chit ឈ្នះពានរង្វាន់ Second Place Cambodian Short Film តាមរយៈភាពយន្ត Golden Dragon ឬនាគមាសនិងសមិទ្ធករ Phon Suphanarit ឈ្នះពានរង្វាន់ Special Jury Mention តាមរយៈភាពយន្តខ្លី Heb សូមស្ដាប់ពីចំណាប់អារម្មណ៍របស់លោកចិនពិសេនដែលជាម្ចាស់ជ័យលាភីពានរង្វាន់លេខ1ខ្ញុំឈ្មោះឈេនពិសេនហើយទូនីតិខ្ញុំប្រកបមុខរបរជាមួយការថតវីដេអូចម្រៀងហើយនឹងដឹកនាំផងដែរហើយនឹងកាត់តខ្ញុំលើកទី1បងសម្រាប់ខ្ញុំលើកទី1បាទចំពោះពានរង្វាន់ខ្ញុំបានឈ្នះ2គឺពានពីទស្សនិកជនពីការគ្រប់គ្រងពីទស្សនិកជនមួយហើយនឹងពានមួយទៀតគឺពានពីគណៈកម្មការដែលជាពានរង្វាន់ជ័យលាភីលេខ1នៅក្នុងមហោស្រពភាពយន្តខ្លីកម្ពុជាចាត់មុខភាពយន្តមានចំណងជើងថាជាភាសាអង់គ្លេសបលេចឡៃដែលបើយើងអាចនិយាយជាភាសាខ្មែរបានភ្លើងប្រខ្មៅអត្ថន័យនៃរឿងសម្រាប់ខ្ញុំដើមឡើយគឺខ្ញុំមានកំណត់មួយខ្ញុំចង់ផលិតសាច់រឿងមួយតាក់ទងនឹងកំប៉ុងសម្រាមដែលគេបោះចោលកំប៉ុងកូកាកំប៉ុងភេសជ្ជៈផ្សេងៗដែលគេបោះចោលតែមនុស្សផ្សេងគេត្រូវការអញ្ចឹងខ្ញុំក៏មានកំណត់នឹងមួយព្រោះខ្ញុំឃើញពេលហ្នឹងឡានសម្រាមគេដឹកមកគេមកយកសម្រាមហ្នឹងទៅអញ្ចឹងបងខាងឡានសម្រាមគាត់យកកំប៉ុងទុកមកដុំអញ្ចឹងអ្នកដែលនៅចាំនៅក្នុងសម្រាមពេលគាត់ចាំរើសមានន័យថាគាត់អត់មានកំប៉ុងរើសទៀតទេគាត់រើសបានតែមានតិចតួចអញ្ចឹងពេលណាគេយកអស់ឬក៏មានដែកមានអីអញ្ចឹងទៅអញ្ចឹងខ្ញុំក៏មានកំណត់ហ្នឹងហើយដល់ពេលក្រោយមួយរយៈក្រោយមកក៏មានគេហៅថាមានកម្មវិធី workshop មួយដែលមកពីចិនដែលក្នុង workshop ហ្នឹងគឺមានសិស្សចិនគេចុះឈ្មោះរៀនចំនួន30នាក់សិស្សខ្មែរចំនួន10នាក់ហើយខាងសាលាខ្ញុំ Acting Academy ហ្នឹងដែលជាសាលាសិល្បៈសម្ដែងមួយដែលនៅបង្កើតនៅស្រុកខ្មែរដែលជាង2ឆ្នាំហើយខ្ញុំជាសិស្សនៅសាលាហ្នឹងអញ្ចឹងក៏សាលាបានសហការគ្នាជាមួយ workshop ដល់ពោះខាងworkshop ខាងសិក្ខាសាលាផលិតភាពយន្តខ្លីហ្នឹងគឺគេសហការជាមួយខាងសាលាសម្ដែងយើងខ្ញុំព្រោះសាលាសម្ដែងយើងមានសិស្សដល់ពេលមានសិស្សសម្ដែងដល់ពេលខាងនោះគេមានតែ director ទេអញ្ចឹងបើយើងសហការគ្នាពួកគាត់មាន director ពួកយើងមាន actor យើងសហការគ្នាផលិតរឿងហ្នឹងអញ្ចឹងគាត់ឲ្យខ្ញុំចូលជាផ្នែកមួយនៃ director ដឹកនាំរឿងចូល workshop នឹងគេឯងទៅហើយនៅក្នុងសិក្ខាសាលានេះយើងមានពេល2អាទិត្យដើម្បីផលិតរឿងអញ្ចឹង2អាទិត្យហ្នឹងគឺមួយអាទិត្យគឺយើងរកធានបទសរសេរមួយអាទិត្យទៀតគឺយើងថតហើយនឹងបង្ហើយដើម្បីបញ្ចាំងកុននៅថ្ងៃចុងក្រោយ2ថ្ងៃព្រោះ40នាក់អញ្ចឹងសាច់រឿងទាំងអស់ត្រូវចាក់2ថ្ងៃបានអស់អញ្ចឹងចំពោះរឿងហ្នឹងខ្ញុំធ្លាប់មានកំណត់ពីមុនមកហើយអញ្ចឹងខ្ញុំក៏ពេលមានឱកាសសិក្ខាសាលាមកដល់ខ្ញុំក៏មានកំណត់សរសេរសាច់រឿងហ្នឹងឡើងហើយយើងមានលោកគ្រូ2នាក់ដែលជា head mentor គាត់ជួយចាំផ្ដល់ឲ្យយោបល់ថាតើរឿងនេះយើងគួរតែផលិតទៅបែបណាព្រោះខ្ញុំដឹងថាខ្ញុំធ្លាប់មានកំណត់ចង់ធ្វើវាតែខ្ញុំមិនដឹងថាខ្ញុំចាប់ផ្ដើមពីណាទៅអញ្ចឹងគាត់ថាឥឡូវទៅ scout location មើលទៅឆែកមើលទីតាំងហ្នឹងទៅថាយើងនឹងជួបតួជួបអីយើងនឹងមានសាច់រឿងមកសរសេរអញ្ចឹងពេលហ្នឹងខ្ញុំបានជួបតួមួយដែលគាត់មានកូនខ្ចីកូនងាអាយុថាមកខួបហ្នឹងគាត់ធម្មតាគាត់នៅហ្នឹងគាត់ពិបាកគាត់នៅជាមួយកណ្ដោសម្រាមហ្នឹងអញ្ចឹងមនុស្សរើសសម្រាមច្រើនដូចគ្នាអញ្ចឹងពេលគាត់ចង់ទៅរកសម្រាមគាត់ទៅរកពេលយប់បានគាត់រកបានព្រោះពេលយប់កូនគាត់គេងអញ្ចឹងខ្ញុំក៏នឹកឃើញហ្នឹងសរសេររឿងពីគាត់ទៅតែពេលខ្ញុំសរសេររឿងពីគាត់អីអញ្ចឹងអស់ហើយក៏ដល់ថ្ងៃថតចុងក្រោយមានថាសល់ពេល2ថ្ងៃទៀតគេយករឿងហើយអញ្ចឹងខ្ញុំតែបានថតថ្ងៃចុងក្រោយទេព្រោះខ្ញុំជាផ្នែកមួយនៃសិស្សសម្ដែងអញ្ចឹងខ្ញុំត្រូវជួយគម្រោងអ្នកដឹកនាំផ្សេងៗដើម្បីជួយថតរឿងគាត់ដូចជាជួយដើរតួជួយអីចឹងដែរហើយ
ដល់ពេលការភាពខ្ញុំកាន់តែយឺតមែនតើដល់ថ្ងៃចុងក្រោយនៃការថតរបស់ខ្ញុំហ្នឹងពួកខ្ញុំសល់ពេល12ថ្ងៃទៀតទេគេបញ្ចាំងឲ្យ2ថ្ងៃចុងក្រោយគេបញ្ចាំងហើយអញ្ចឹងខ្ញុំថតថ្ងៃចុងក្រោយហ្នឹងដល់ពេលថ្ងៃមុនមួយថ្ងៃថតខ្ញុំក៏បានទៅជួបគួរម្ដងទៀតដើម្បីហាត់សមប្រូឬអីចឹងទៅតែក៏គាត់និយាយឡើងហ្នឹងគឺគាត់អត់ព្រមនេះហ្មងគឺគាត់អត់ព្រមចង់ថតទេព្រោះគាត់ធ្លាប់មានប្រវត្តិមានគេថតពីជីវិតរបស់គាត់ផុសលើអ៊ីនធឺណិតហើយគេរកលុយបានតែគាត់អត់បានអីមករៀលព្រោះពេលផុសលើអ៊ីនធឺណិតគឺគេដឹងថានេះជាវីដេអូរបស់ខ្ញុំហើយដល់ពេលគាត់បានអីមករៀលអញ្ចឹងដល់ពេលខ្ញុំចង់ទៅធ្វើរឿងអីជាមួយគាត់ទៀតគាត់មិនចង់អត់ព្រមតែលើមុនគាត់ព្រមដល់ពេលដល់ថ្ងៃបន្ទាប់ហ្នឹងអត់ដឹងថាម៉េចដែរអញ្ចឹងខ្ញុំអស់ពេលវេលាក៏ខ្ញុំសម្រាប់ចិត្តដើរតួខ្លួនឯងហើយដឹកនាំខ្លួនឯងហើយមានពូម៉ាក់ខ្ញុំ2នាក់ដែលគាត់ជួយទៅលើការថតនិងការយកសម្លេងដែរបាទខ្ញុំធ្លាប់ពេលខ្ញុំដាក់ចូលដំបូងសាលាគាត់អ្នកដាក់បញ្ជូនទៅទេព្រោះវាជាកម្រងក្រោមសាលាអញ្ចឹងពេលសាលាបញ្ជូនទៅក៏ខ្ញុំអត់ដឹងដែរថារឿងខ្ញុំបានបញ្ជូនទៅចាក់ទៅមុខអញ្ចឹងហ៎បងតែរឿងខ្ញុំក៏បានជាប់ទៅចាក់នៅក្រៅមួយពីរដែរនៅប៉េជីងហើយនៅថៃខែក្រោយដែរបាទបងបាទអញ្ចឹងតែសម្រាប់នេះក៏ខ្ញុំអត់ដឹងដែរតែដល់ពេលដឹងតែហ្នឹងគឺបានចាក់នៅចាក់ទៅមុខដែរហើយវាចូលក្នុងប្រភេទរឿងប្រកួតខ្ញុំក៏អត់នឹកស្មានថាវាបានចូលរឿងប្រកួតដែរបងដល់ពេលចូលរឿងប្រកួតខ្ញុំថាប្រកួតអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តព្រោះខ្ញុំគិតថារឿងខ្ញុំវារៀងបែបប្លែកវារឿងដែលអ្នកទាំងអស់គ្នាធ្លាប់ឃើញអញ្ចឹងខ្ញុំគិតថាប្រហែលជាវាប្លែកអញ្ចឹងបើប្លែកខ្ញុំសង្ឃឹមថាបើឆ្នះក៏ល្អដែរព្រោះខ្ញុំគិតថាវាពូរឿងហ្នឹងខ្ញុំមើលទៅសប្បាយចិត្តពេញចិត្តខ្លួនឯងដែរអញ្ចឹងខ្ញុំចង់ដឹងការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនខ្ញុំនៅពេលដែលគាត់បានទៅមើលគាត់យល់យ៉ាងណាអញ្ចឹងនៅពេលដែលអញ្ចឹងខ្ញុំគិតថា100%អាចមានសង្ឃឹមតែខ្ញុំក៏អត់ប្រកាសថាបែបណាដែរតែកាន់តែគៀកថ្ងៃខ្ញុំមានអារម្មណ៍ថាខ្ញុំចង់បានមានរង្វាន់ដែលថប់ដែលចំណាត់ថ្នាក់លេខ1អញ្ចឹងបងតែខ្ញុំក៏អត់ហ៊ានរំពឹងទុកអីខ្ពស់ដល់កុំឲ្យនេះដែរគាត់ថាយ៉ាងណាក៏ដោយយើងបានធ្វើវាអស់ចេញពីចិត្តពីខ្លាមហើយបងព្រោះពេលខ្ញុំថតហ្នឹងខ្ញុំថតថ្ងៃ7ថ្ងៃ8ថ្ងៃ9គឺបានគេមកកាត់តរហូតដល់ស្អែកគេចាក់ថ្ងៃចុងក្រោយខ្ញុំចាំបានហ្វាល់ពីថ្ងៃយកឲ្យគេចាក់អញ្ចឹងគឺអស់ហើយអញ្ចឹងបងអញ្ចឹងជាដំបូងខ្ញុំអរគុណទៅដល់ KB ដែលគាត់ជាលោកគ្រូបរិញ្ញានៅហាត់សាលាសម្ដែងគាត់បានមកបង្កើតសាលាសម្ដែងនៅស្រុកខ្មែរយើងជាង2ឆ្នាំហើយគាត់ជាអង្គការមួយដែលអត់មានចំណូលទេគាត់ចំណាយលើខ្លួនគាត់គឺក្នុងការសាលាសម្ដែងនេះគឺគាត់បង្រៀនសិស្សឲ្យហាត់សម្ដែងនៅលើឆាកតែបែបជាកុនបែបជាយកអាជីវិតពិតអាស្ថានភាពពិតយកមកដាក់នៅលើឆាកឲ្យគេមើលតែជាក់ស្ដែងមនុស្សយើងពេលគាត់ឡើងលើឆាកអារម្មណ៍គាត់ភ័យហើយមិនអាចទាញអាស្ថានភាពជាក់ស្ដែងមកបានទេដោយការឆ្លោះគ្នាការស្រឡាញ់គ្នាថើបគ្នាបើយើងថើបនៅជីវិតផ្ទាល់ផ្សេងអាជីវិតយើងតែ2នាក់ផ្សេងតែដល់ពេលយើងសម្ដែងលើឆាកមុខគេមុខឯងតែនៅក្នុងសាច់រឿងគឺមើលតែយើង2នាក់ឯងអញ្ចឹងការថើបវាមិនដូចគ្នាក្នុងការថើបមែនតើតែគាត់ជាយាមរកបង្ហាត់អ្នកសម្ដែងទាំងអស់ឲ្យគាត់រកចំណុចហ្នឹងឲ្យបានហើយវាត្រូវចំណាយពេលយូរហើយឥឡូវនេះក៏មានសិស្សជាច្រើនដែលបានចូលរួមការសម្ដែងរបស់សាលាសម្ដែងយើងខ្ញុំរហូតហើយតាំងពី2ឆ្នាំមកនេះពួកយើងសម្ដែងច្រើន3ខែ2ខែពួកយើងមានម្ដងរហូតហើយចាប់ពីពេលនេះទៅឆ្នាំក្រោយនេះពួកយើងឥឡូវពួកយើងកំពុងរៀបចំឆាកហើយអញ្ចឹងឆ្នាំក្រោយពួកយើងមានការសម្ដែងរាល់អាទិត្យហើយខ្ញុំជឿថាវាជាអ្វីថ្មីមួយសម្រាប់ប្រជាជនខ្មែរយើងដែលគាត់អត់ដែលបានឃើញពីមុនមកសម្រាប់អ្នកដែលបានទៅទស្សនាហើយពីច្រើនគាត់ត្រឡប់មកមើលវិញហ្មងហើយពួកខ្ញុំសម្ដែងរហូតដល់ពួកខ្ញុំមានកម្មវិធីលក់សម្បត្តិទៅមើលដល់តម្លៃគួរសមហើយគឺនៅតែមានអ្នកទៅគ្រប់គ្រងរហូតខ្ញុំគិតថាពានរង្វាន់នេះវាជាកម្លាំងចិត្តមួយសម្រាប់ខ្ញុំដែលខ្ញុំគិតថាការធ្វើកុនក៏វាព្រោះពីច្រើនមានយើងមានអារម្មណ៍ថាវាខ្លះវាពិបាកវាអញ្ចឹងដល់នៅពេលដែលយើងពិបាកហើយយើងបានលទ្ធផលអញ្ចឹងវាជាកម្លាំងចិត្តមួយជំនួយឲ្យខ្ញុំចង់ធ្វើរឿងទៅថ្ងៃក្រោយដែរបងនិយាយឲ្យខ្ញុំស្រឡាញ់ខ្ញុំចូលចិត្តពីទូចមកខ្ញុំពេលគេរំធំបាសអញ្ចឹងគេមានចាក់ទូទួមួយដែលគេមានចាក់វីដេអូចម្រៀងលើធំបាសអញ្ចឹងគឺខ្ញុំទៅមើលហ្មងខ្ញុំទៅមើលឆោមើលអត់ចូលរំទេឆោមើលរហូតអញ្ចឹងខ្ញុំចូលចិត្តអាហ្នឹងអញ្ចឹងខ្ញុំគិតថាសង្ឃឹមថាថ្ងៃមុខខ្ញុំនឹងអាចបានឆោទីនេះដដែលមានសារព័ត៌មានហើយព្រាមរឿងខ្នាតធំខ្នាតអីចឹងទៅបងជាចុងក្រោយក្នុងនាមជាប្រធានមហោស្រពភាពយន្តខ្លីចតុមុខចំនួនទី13ប្រចាំឆ្នាំ2024លោកសុំស៊ីថែនក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្ដាដៃគូសហការនិងមហាជនអ្នកស្រឡាញ់គាំទ្រមហោស្រពដែលបានជួយជំរុញឲ្យព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះក្លាយជាវេទិកាមួយលើកទឹកចិត្តដល់ផលិតករសមិទ្ធករចំនួនក្រោយនិងជំរុញឲ្យភាពយន្តខ្នាតខ្លីរបស់ខ្មែរមានសន្ទុះកើនឡើងនិងវិវត្តទៅរកការផលិតភាពយន្តខ្នាតវែងដ៏មានគុណភាព